start data structure គឺជាវិធីសាស្ត្រក្នុងការប្រមូលផ្ដុំនិងផ្ទុកទិន្នន័យទាំងអស់ដែលមានដូចជា binary octal decimal hexadecimal អក្សរនិមិត្តសញ្ញា graph ខ្សែត្រង់ខ្សែកោងដើម្បីគ្រប់គ្រង database ជាមួយពី ដើម្បីគ្រប់គ្រង data structure គេប្រើប្រាស់ដើម្បីគ្រប់គ្រង data structure ឲ្យមានប្រសិទ្ធភាពគេរៀបចំបច្ចេកវិទ្យាតាម array linked list stack queue tree graph data structure មានតួនាទីប្រមូលផ្ដុំទិន្នន័យទាំងអស់ដើម្បីបញ្ជូនទៅឲ្យ algorithm ដើម្បីដោះស្រាយបញ្ហា ជាមួយទី2និយាយពី flow chart ច្រើនតែបើគេថាទិញទៅលើចំណុចទីនោះបាន flow chart គឺជាឧបករណ៍ diagram មួយដែលប្រើដើម្បីតំណាងឲ្យលំដាប់នៃជំហានក្នុងដំណើរការវាត្រូវបានប្រើដល់ប្រាស់ទូលំទូលាយក្នុងការសរសេរកម្មវិធី អ្វីទៅជា flow chart ត្រូវបានប្រើក្នុងការសរសេរកម្មវិធីគូរូបបញ្ជាក់ flow chart គឺជាឧបករណ៍ diagram ដើម្បីតំណាងឲ្យលំដាប់នៃជំហានក្នុងដំណើរការយើងចាំថា flow chart គឺជាឧបករណ៍ diagram ដែលប្រើដើម្បីតំណាងឲ្យលំដាប់នៃជំហានក្នុងដំណើរការវាត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងការសរសេរកម្មវិធីការគ្រប់គ្រងគម្រោងការដោះស្រាយបញ្ហាការមើលឃើញនិងការរៀបចំការលំហូរ logical យ៉ាងសកម្មភាព ការគ្រប់